គឺចិត្តខ្ញុំចែករំលែកទីចុះមិនទាំងអស់ទេមកខ្លះហើយប្រិមិត្តស្ដាប់ឮហើយពិចារណាទៅតាមហ្នឹងទៅណាបាទពិចារណាទៅតាមហ្នឹងទៅពីព្រោះខ្ញុំចែករំលែកពីជ្រុងនៃអ្នកសារព័ត៌មានទេគឺមិនមែនជ្រុងនៃអ្នកនយោបាយទេបាទប៉ុន្តែមុនហ្នឹងចូលដល់លម្អិតគឺសូមបង្ហាញពីជ្រុងអ្នកនយោបាយខាងរដ្ឋាភិបាលកម្ពុជាគឺបាទលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាគាត់បានមានប្រសាសន៍ច្រើនតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយខ្ញុំដកស្រង់នេះគឺកាសែតខ្មែរ Time គាត់បានកាត់คลิปនឹងខ្លីៗអំពីប្រសាសន៍របស់លោកហ៊ុនសែនបាទខ្ញុំមិនចាក់คลิปវីដេអូហ្នឹងទេតែខ្ញុំគាត់តែចង់និយាយដកស្រង់នៅប្រសាសន៍របស់លោកហ៊ុនសែនដែលបាននិយាយពាក់ព័ន្ធទៅរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបាទលោកបានមានប្រសាសន៍ថាមានមនុស្សជាច្រើនមានមនុស្សខ្លះណាបានពីនីឲ្យដាក់ពាក្យបណ្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយធ្វើយ៉ាងណាឲ្យមានកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធជាមួយនឹងការដែលប្រទេសជិតខាងរបស់កម្ពុជាចូលរំលោភប្រទេសកម្ពុជានោះបាទលោកហ៊ុនសែនក៏បានបញ្ជាក់ថាគឺតើកិច្ចសហប្រធានរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះគេយល់ព្រមដែរឬទេបាទលោកថាសាកសួរទៅម៉ាឡេស៊ីសួរទៅឥណ្ឌូនេស៊ីមើលដែលជាពេលនោះជាសហប្រធានណាបាទមួយណាកើតមិនទាន់គឺឥណ្ឌូនេស៊ីហើយនិងបារាំងជាសហប្រធានលោកថាតើគេនឹងរៀបចំកិច្ចប្រជុំនឹងបែបនោះទេហើយតើប្រទេសហត្ថលេខីទាំងអស់នោះព្រមទៅចូលរួមដោះស្រាយបញ្ហានឹងទៀតទេតាមវិធីនឹងទៀតទេបាទពីព្រោះអ្វីនេះលោកបានបន្ថែមថាអ្វីដែលកើតឡើងនេះគឺវាដើរហួសពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយគឺកម្ពុជាបានយកបញ្ហានេះទៅដល់រហូតទៅដល់ ICJ បាទគឺតុលាការយុត្តិធម៌អន្តរជាតិទៅដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហើយក៏ដូចជាវេទិកាអន្តរជាតិផងដែរបាទដូចជា UNGA IPU ជាដើមនោះហើយនឹងអាស៊ានអន្តរសភាអាស៊ាននេះជាដើមបាទតើអ្វីទៅដែលគួរតែយកមកអនុវត្តបាទលោកហ៊ុនសែនបានសួរទៀតថាតើអ្នកទាំងអស់នោះបានមើលគ្រប់ចំណុចទេបាទនេះជាសំណួរដែលបាទមានអ្វីខ្លះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីដោះស្រាយបញ្ហាជម្លោះជាមួយនឹងប្រទេសថៃលោកបានបន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺមិនមានអំណាចមិនបានផ្ដល់អំណាចទៅដល់ភាគីណាមួយក្នុងការដោះស្រាយឬសម្របសម្រួលបញ្ហាជម្លោះរវាងកម្ពុជានិងថៃនោះទេបាទលើកពីនេះទៅទៀតគឺនៅក្នុងខខណ្ឌទាំងឡាយនៃកិច្ចព្រមព្រៀងនោះគឺត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាហើយកិច្ចព្រមព្រៀងនេះគឺមានប្រសិទ្ធភាពបាទឥឡូវនេះគឺបាទផុតសុពលភាពហើយនៅពេលដែលរដ្ឋធម្មនុញ្ញរបស់កម្ពុជាចូលជាធរមានហើយសភារបស់កម្ពុជាត្រូវបានបង្កើតឡើងហើយបេសកកម្មរបស់អង្គការសហប្រជាជាតិក៏បានបញ្ចប់ផងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលបាទខាងប្រធានប្រតិភិរបស់កម្ពុជាបានលើកឡើងបាទឥឡូវនេះខ្ញុំចែករំលែកពីខាងអ្វីដែលជាការសង្កេតរបស់ខ្ញុំវិញបាទប្រិមិត្តមួយចំនួនសួរខ្ញុំច្រើនហើយដែលខ្ញុំគិតមិនចង់និយាយទេប៉ុន្តែឥឡូវខ្ញុំសូមចែករំលែកមានអ្នកសួរថាចែកអស់មកពូកូនខ្មែរចង់បានដឹងបាទខ្ញុំមិនចែកទាំងអស់ទេខ្ញុំនឹងចែករំលែកខ្លះពីព្រោះខ្ញុំយល់ឃើញថាបញ្ហានេះត្រូវបានគេប្រើប្រាស់បានជារឿងតាមខាងនិន្នាការរបស់គណៈបកឬក៏ក្រុមផ្សេងអញ្ចឹងខ្ញុំមិនចង់ឲ្យប៉ះពាល់ដល់ក្រុមណាប៉ុន្តែខ្ញុំចែករំលែកអ្វីដែលជាការពិតដែលខ្ញុំបានដឹងហើយនឹងការប្រៀបធៀបដើម្បីឲ្យក្មួយការពិតសំដៅទៅលើក្មួយណាដែលទៅដឹងរឿងថ្មីឲ្យបានដឹងផងដែរឥឡូវនេះគឺចំណុចទី1បាទចំណុចទី1គឺកាលពីខួបលើកទី25នៃសន្តិភាពទីក្រុងប៉ារីសនោះគេមានរៀបចំកម្មវិធីមួយនៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានសន្តិភាពនៅក្នុងរដ្ឋធានី Washington ពេលហ្នឹងគឺមានគឺវិទ្យាស្ថានសន្តិភាព IP ហ្នឹង Institute of Peace ហ្នឹងបាននៅរដ្ឋធានី Washington ក៏បានរៀបចំហើយខ្ញុំបានទៅយកព័ត៌មានក្រុមខ្ញុំទៅច្រើនគឺមានទាំងលោកគេហៅថាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទៅចូលរួមផងដែរបាទគាត់ទៅថ្លែងសន្និដ្ឋានមួយផ្លែប៉ុន្តែខ្ញុំចាប់ដៃមកសួរគាត់បាទប៉ុន្តែអត់ on the record ទេ off the record ទៀតប៉ុន្តែឥឡូវយកមកនិយាយឲ្យប្រិយមិត្តដឹងតែម្ដងបាទតែខាងជំហររបស់សហរដ្ឋអាមេរិកគាត់និយាយយ៉ាងម៉េចគាត់និយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងគឺបើសិនជាយើងចង់ប្រើប្រាស់បាទចង់ប្រើប្រាស់គឺมันអាចប្រើធំដូចមុនទៀតបានទេគឺត្រូវតែប្រើក្នុងទម្រង់តូចមួយដែលមានអ្នកណាដែលចាប់អារម្មណ៍រឿងហ្នឹងបាទអាចនិយាយភាគីណាមួយប្រទេសណាមួយអញ្ចឹងទៅអាចនឹងចូលរួមនៅក្នុងការដោះស្រាយគាត់និយាយហ្នឹងចង់សម្ដៅទៅលើសហរដ្ឋអាមេរិកបាទតែថាគាត់ថាជាប្រទេសដែលមានអំណាចដូចជាបារាំងអីហ្នឹងបាទអាចនឹងរៀបចំ
ប្រទេសទាំងនោះគេអាចនឹងរៀបចំពិនិត្យមើលការងារមួយចំនួនណាដែលនៅសេសសល់មិនទាន់បានអនុវត្តបាទពេលហ្នឹងគាត់ចង់សំដៅទៅលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបាទនឹងរឿងហ្នឹងពិតខ្ញុំសួរដោយផ្ទាល់ប៉ុន្តែ off the record ឥឡូវនិយាយជូនប្រិយមិត្តតែម្ដងទៅចុះពីព្រោះរឿងនេះវាតាំងពីគប់25ណាគប់25យូរហើយដែរបាទឥឡូវនេះដល់ពេលអញ្ចឹងក៏មានការគ្រប់គ្រងពីខាងសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកមួយចំនួនដែរបាទសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកមួយចំនួនខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ដែរឥឡូវគាត់ចូលនិវត្តន៍ហើយក៏ឲ្យយោបល់បង្កើតជាគេហៅថា contact group ហ្នឹងគឺគេហៅថាក្រុមទំនាក់ទំនង Paris Peace Agreement Contact Group បាទក្រុមទំនាក់ទំនងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយអ្នកដែលដឹកនាំការងារធ្វើហ្នឹងគឺមានគេហៅថាសមាគមមួយគឺ Cambodian American Alliance គឺសម្ព័ន្ធមិត្តរបស់អាមេរិកកម្ពុជាដែលប្រធានពេលនោះគឺលោកទូចប៊ីបុលហើយនៅក្រុមរបស់គាត់គឺលោកព្រំសៅនរាបាទលទ្ធផលយ៉ាងណាប្រហែលជាលោកទូចប៊ីបុលអាចនឹងលឺនេះឬក៏មានអ្នកទៅសួររបស់គាត់ហ្នឹងអាចនឹងគាត់ទៅបកស្រាយនៅ Cambodia Daily ឬក៏អីហ្នឹងឬមកគាត់ទៅប៉ុន្តែអ្វីដែលខ្ញុំបានអាចនិយាយបានគឺកាត់អត់ចេញទេបាទប្រកាសអត់ចេញទេពីព្រោះវាទៅតាក់ទងគាត់ថា group ហ្នឹងគឺស្តៀងនឹងអ្វីដែលមន្ត្រីអាមេរិកបាននិយាយហ្នឹងគឺឲ្យប្រទេសដែលមានអំណាចហ្នឹងដូចជាធំដូចជាអូស្ត្រាលីកាណាដាបាទបាទកាណាដាបារាំងអីហ្នឹងបាទដែលជាប្រទេសធំហ្នឹងគេរៀបចំប៉ុន្តែបើតាមខ្ញុំដឹងគឺរៀបចំអត់ចេញទេក្រុមទាំងអស់នោះដោយសារតែកម្រិតយ៉ាងណាពីពួកខ្ញុំមិនធ្វើកិច្ចការងារហ្នឹងទេណាតែដោយវាជួបបញ្ហាយ៉ាងម៉េចអីយ៉ាងម៉េចមិនអាចមានសមត្ថភាពទៅបញ្ចូលគេយ៉ាងម៉េចខ្ញុំអត់ដឹងដែរក៏ប៉ុន្តែគ្រាន់តែចេញជា idea ចេញជាគំនិតទេគឺអត់មានការមួយដែលយើងឃើញជារូបរាងទេបើមិនជាមានជារូបរាងមែនមកដល់មកនេះយើងឃើញហើយគឺអត់មានការពៀវទៅសហប្រធាននឹងវិញទេគឺប្រកាសជាសម្ដៅចំទៅលើ contact group ហ្នឹងហើយក្រុមទំនាក់ទំនងស្ដីអំពីសន្តិភាពទីក្រុងប៉ារីសហ្នឹងហើយអញ្ចឹងដូច្នេះអាចអ្នកដែលធ្វើកិច្ចការហ្នឹងគាត់បញ្យល់នៅក្រៅខ្ញុំមិនសួរគាត់ដោយសារតែខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេណាអញ្ចឹងជាសរុបដែលខ្ញុំអាចវិតម្លៃបានគឺធ្វើអត់ចេញទេបាទ contact group ធ្វើអត់ចេញទេបើចេញឥឡូវនឹងឃើញបាទនៅណាខ្លះជា contact group ប្រកាសផុងមកដែរអត់មានទេបាទនឹងជាចំណុចទី2ណាចំណុចទី2ហើយខ្ញុំនិយាយសាមញ្ញមួយបាទដោយដែលលោកហ៊ុនសែនប្រធានរដ្ឋសភាលោកបានមានប្រសាសន៍ចឹងខ្ញុំប្រៀបធៀបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងទៅកម្រិតចេះវិញគឺជាអាពាហ៍ពិពាហ៍មួយរវាងមនុស្សពីរនាក់ដែលពេលនោះគឺជាភាគី2ភាគីអ្នកតស៊ូនិងភាគីអ្នកនៅខាងក្នុងព្រំពេញណាអាពាហ៍ពិពាហ៍ហ្នឹងដែលមានឪពុកម្ដាយទាំងសងខាងគឺបារាំងហើយនិងឥណ្ឌូនេស៊ីបាទហើយជាសាក្សីដោយមានប្រទេសមួយចំនួនទៀតពីរអ្នកនេះរៀបការនឹងគ្នាហើយអ្វីដែលយកជាការបានអាពាហ៍ពិពាហ៍ទទួលជាផ្លូវការនេះគឺសម្បត្តិអាពាហ៍ពិពាហ៍ហ្នឹងគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងឯងបាទដែលកំណត់ថាឲ្យធ្វើអីយ៉ាងណាទៅអញ្ចឹងនៅក្នុងពេលដែលភាគីទាំងពីរនេះមានដំណោះក៏ដោយឬក៏មានរឿងអីផ្សេងតាក់ស្អីក៏ដោយតែយើងអាចទៅរកឪពុកម្ដាយនឹងមកពិភាក្សាឡើងវិញបាទពិភាក្សាឡើងវិញប៉ុន្តែតើមានប្រសិទ្ធភាពយ៉ាងណាឪពុកម្ដាយគាត់អាចនិយាយខ្លះបានជួនកាលឪពុកម្ដាយខ្លះគាត់មិននិយាយទេវាអញ្ចឹងណាបាទប៉ុន្តែដើម្បីឲ្យរឿងទំនាស់បើសិនជាមាននៅក្នុងការឡើងបានត្រឹមត្រូវតែទៅណាបើប្តីវាយប្រពន្ធវាយប្តីច្បាស់ជាទៅរកប៉ូលីសហើយប៉ូលីសនៅក្នុងនេះគឺច្បាស់ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិហ្នឹងហើយឬក៏យើងចង់និយាយប្តឹងយ៉ាងម៉េចទៀតអាចទៅតុលាការនៅក្នុងទំនាស់ឲ្យកើតឡើងនៅក្នុងអាពាហ៍ពិពាហ៍ហ្នឹងច្បាស់ជាតុលាការដែលពេលនេះគឺតុលាការ ICJ ហ្នឹងឬក៏រឿងអីផ្សេងទៀតឲ្យទៀតហ្នឹងហើយបាទហ្នឹងឯងជារឿងមួយដែលរឿងនេះដែលត្រូវដោះស្រាយហើយចំណុចមួយទៀតបាទគឺអាចចំណុចមួយទៀតក្នុងពេលដែល contact group កាត់អត់ចែងផងហ្នឹងគឺសំដៅទៅលើប្រទេសធំផងដែលក៏អត់ព្រមចូលឬក៏អ្នកដែលទៅបញ្ចុះបញ្ចូលហ្នឹងបានមិនដល់យ៉ាងម៉េចខ្ញុំមិនដឹងដែរណាប៉ុន្តែគឺប្រកាសអត់ចេញទេអត់ចេញទេដោយសារតែក្រុមអ្នកទៅសុំបង្កើតហ្នឹងគាត់មិនមានអំណាចយ៉ាងម៉េចពីព្រោះគាត់ជាក្រុមគ្រាន់តែជាក្រុមអង្គការក្រៅរដ្ឋាភិបាលមួយនៅខាងសហរដ្ឋអាមេរិកមិនមានគេថាអំណាចមានអីត្រឹមត្រូវគ្រប់គ្រាន់ដើម្បីទៅបញ្ចុះបញ្ចូលប្រទេសដទៃឲ្យគេជឿឲ្យគេស្ដាប់តាមយ៉ាងម៉េចគឺខ្ញុំមិនដឹងដែរណាតែសំខាន់គឺក្រុមសារគឺអត់ចេញទេបាទហ្នឹងមួយចាស់សួរថានរណាគេជាសមាជិករបស់19ប្រទេសឬក៏រួមទាំង UN ហ្នឹងនរណាបើរឿងកាត់ឡើងនរណាអាចចូលរួមអ្នកដែលចូលរួមនោះគឺក្រុម IoT រាល់ថ្ងៃហ្នឹង AOT ដែលនឹងបង្កើតឡើងរាល់ថ្ងៃហ្នឹងពីព្រោះអ្នកដែលចង់ចូលរួមទាំងអស់ហ្នឹងវាមាន
Indonesia Malaysia តដែរហ្នឹងបាទមានវៀតណាមអីទាំងអស់គ្នាក្រែងពួកហ្នឹងកំពុងតែធ្វើការសង្កេតរឿងនៅកម្ពុជាអីតារាល់ថ្ងៃហ្នឹងគាត់នឹងហើយដែលជាសមាជិកនៃ PPA ដែលបានធ្វើជាសាកសីនោះឥឡូវបើគាត់ចូលមកដល់ហ្នឹងហើយតរណាទៀតអានោះដូចរឿងគេនិយាយលេងនៅក្នុងគម្ពីរព្រះអញ្ចឹងណាអ្នកម្នាក់លងទឹកពេលហ្នឹងអ្នកទី1គេអមទូកមកជួយអត់ព្រមទេចាំព្រះមកជួយអមទី2មកជួយអត់ព្រមទេចាំព្រះមកជួយអមទី3មកដល់ទឹកលិចអត់ព្រមទៅទៀតក៏ស្លាប់ទៅជួបព្រះសួរទៅសួរព្រះហេតុអីបានជាមិនទៅជួយខ្ញុំផងរហូតដល់ខ្ញុំលិចស្លាប់បាទព្រះក៏ថាខ្ញុំឲ្យមនុស្ស3នាក់ទៅជួយឯងមិននេះហើយទៅបន្ទោសអ្នកណាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកណាឥណ្ឌូនេស៊ីតដែរម៉ាឡេស៊ីនឹងតដែរមិនអញ្ចឹងសហរដ្ឋអាមេរិកនឹងតដែរចាអាមេរិកមិនចូលរួមមួយថ្ងៃហ្នឹងមិនអាមេរិកចូលរួមហើយតរណាទៀតបើគេកំពុងតែជួយរួមនៅក្នុងកិច្ចការហ្នឹងហើយតរពំពីនេះតរណាទៀតបាទអានេះខ្ញុំគាត់និយាយចែករំលែកពីជ្រុងនៃការសង្កេតរបស់ខ្ញុំទេណាបាទរឿងយ៉ាងម៉េចទៀតនោះខ្ញុំមិនបកស្រាយទេបាទអញ្ចឹងបានន័យថាបញ្ហាក៏ដោយពេលខ្លះយើងមើលហួសពីជ្រុងដែលមាននៅក្នុងដៃក៏វាមិនអាចនឹងទៅរួចបានដែរព្រោះគេនៅក្នុងហ្នឹងទៅហើយបាទក្នុងទៅហើយតើរឿងណាទៅដោះស្រាយយ៉ាងម៉េចទៀតបាទសម្រាប់បញ្ហាដែលយើងកំពុងកាត់មានឡើងហ្នឹងយន្តការមានទាំងអស់បាទផ្លូវច្បាប់អង្គការសហប្រជាជាតិអីមានទាំងអស់បាទនេះខ្ញុំគាត់តែចែករំលែកប៉ុណ្្នឹងទេបាទចែករំលែកប៉ុណ្្នឹងទេអាខាងក្រោយនេះមិញគឺខ្ញុំគាត់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេណាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំអាចត្រូវនឹងប្រិយមិត្តកុំចាប់ទៅអូដំណើរណាគាត់តែជាការបំភ្លឺក្នុងន័យធៀបឲ្យដឹងទេប៉ុន្តែអ្វីដែលខ្ញុំនិយាយពីមុនបន្តិចមកគឺជារឿងពិតមែនអញ្ចឹងត្រឡប់មកចំណុចជាការសន្និដ្ឋានរួមរបស់ខ្ញុំវិញដែលសូមបីតែយើងក៏ហៅក្រុមកណ្ដាលគ្រប់ទូចមួយនឹងមិនអាចនឹងទៅរួចផងតើអាចទៅហៅសហប្រធានទាំងមូលបានឬទេយើងជាសំណួរខ្ញុំទុកជាសំណួរឲ្យប្រិយមិត្តឆ្លើយទេប៉ុន្តែតើអ្នកណាទៅដែលមានសមត្ថកិច្ចនឹងអាចនិយាយឲ្យគេស្ដាប់បានអានោះយើងសួរខ្លួនឯងខ្ញុំដឹងថាមានអ្នកខ្លះដឹងអតិពលដឹងចម្លើយហ្នឹងហើយបាទមិនមែនចេះតែក៏ហៅបានទេបាទមិនមែនចេះតែក៏ហៅបានគេមានអ្នកដែលមានអំណាចដែលអាចក៏ហៅបាទហើយចុងក្រោយគឺចំណុចចុងក្រោយដែលខ្ញុំសន្និដ្ឋានហ្នឹងគឺអ្នកដែលជាសមាជិកនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងគឺកំពុងតែធ្វើកិច្ចការងារនឹងជាមួយនឹងកម្ពុជាហ្នឹងហើយមានអ្នកណាបើក៏ហៅក៏គ្មានអ្នកណាអីក្រៅពីចូលមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហ្នឹងដដែលគ្មានអ្នកណាចូលមកក្រៅពីតំណាងសហរដ្ឋអាមេរិកហ្នឹងដដែលទេមានអ្នកណាក្រៅពីបារាំងហ្នឹងទេហើយចាំបារាំងឃើញថ្ងៃមុនឃើញខាងថាដឹកនាំកម្ពុជាទៅតាក់ទងបារាំងដើម្បីឲ្យគាត់ជួយរឿងផែនទីហ្នឹងរឿងហ្នឹងនៅតែប៉ុណ្្នឹងដដែលទេបាទអញ្ចឹងបានន័យថាបើគេមកដល់ហើយកំពុងធ្វើកិច្ចការហ្នឹងហើយយើងឡើងទៅរកតាណានេះនៅណាហ្នឹងហ្នឹងជារឿងមួយដែលប្រិមិត្តពិចារណាខ្លួនឯងខ្ញុំគាត់ចែករំលែកចំណេះដឹងប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណណាសូមអរគុណប្រិមិត្តច្រើនបាទប្រិមិត្តច្រើនបាទបើសិនជាមានអត្ថាធិប្បាយយ៉ាងម៉េចទៀតបាទគឺខ្ញុំនឹងចូលរួមចំណែកនៅពេលក្រោយបាទសូមអរគុណបាទសូមជម្រាបលា